បឋមខ្ញុំបាទសូមគោរពអាយអាដាមលោកជំទាវសមាជិកការនៃកោជបអាយអាដាមអគ្គលេខាធិការរងលោកស្រីជាថ្នាក់ដឹកនាំនិងជាមន្ត្រីនៃអគ្គលេខាធិការដ្ឋាននៃកោជបទាំងអស់ជាទីគោរពសូមគោរពលោកស្រីដែលជាតំណាងឲ្យគណៈកម្មាធិការរាជធានីខេត្តរៀបចំការបោះឆ្នោតសូមគោរពលោកស្រីដែលជាតំណាងឲ្យគណៈបកនយោបាយអង្គការមិនមែនរដ្ឋាភិបាលដែលមានវត្តមាននៅទីនេះហើយសូមគោរពលោកស្រីអ្នកជំនាញការជប៉ុននិងជំនាញការសហភាពអឺរ៉ុបដែលបម្រើការនៅកោជបជាទីគោរពសូមគោរពលោកស្រីដែលជាតំណាងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិដែលមានវត្តមានទីនេះថ្ងៃនេះខ្ញុំមានសេចក្តីរីករាយបំផុតក្រៃលែងនិងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តមលោកជំទាវលោកស្រីដែលជាតំណាងឲ្យគណៈកម្មាធិការរាជធានីខេត្តរៀបចំការបោះឆ្នោតកោធខបនិងតំណាងគណៈបកនយោបាយអង្គការមិនមែនរដ្ឋាភិបាលនិងភាគីពាក់ព័ន្ធទាំងអស់ដែលមានវត្តមានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីការចុះបញ្ជីបេក្ខជននៃគណៈបកនយោបាយនិងការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាគុំសង្កាត់អាណត្តិទី4នេះជាមួយគ្នានេះដែរក្នុងនាមកោជបនិងក្នុងនាមរូបខ្ញុំផ្ទាល់សូមធ្វើការអបអរសាទរយ៉ាងកក់ក្ដៅបំផុតចំពោះលទ្ធផលនៃការប្រឡងជ្រើសរើសនិងសេចក្តីសម្រេចរបស់កោជបក្នុងការតែងតាំងលោកស្រីជាប្រធានអនុប្រធានសមាជិកនៃសមាជិកភាពគណៈកម្មាធិការរាជធានីខេត្តរៀបចំការបោះឆ្នោតនៅក្នុងដំណាក់ការបោះឆ្នោតដែលលោកស្រីមានភារកិច្ចអនុវត្តច្បាប់បទបញ្ជានិងនីតិវិធីសម្រាប់ការបោះឆ្នោតនិងលិខិតបទដ្ឋាននានាដែលអនុវត្តច្បាប់និងតម្រូវឲ្យការទទួលខុសត្រូវក្នុងការគ្រប់គ្រងរៀបចំចាត់ចែងការបោះឆ្នោតនៅក្នុងឃុំសង្កាត់ក្នុងរាជធានីខេត្តរបស់ខ្លួនតាមការប្រកួតសិទ្ធិអំណាចនិងការត្រួតពិនិត្យនិច្ចានុគលភាពដោយកោជបឯកឧត្តមលោកជំទាវលោកស្រីជាទីគោរពវគ្គបណ្ដុះបណ្ដាលនាពេលនេះគឺជាការបោះជំហានថ្មីមួយទៀតដែលកោជបត្រូវត្រៀមលក្ខណៈក្នុងការអនុវត្តការងារបន្តទៀតបន្ទាប់ពីកោជបបានធ្វើការចុះឈ្មោះបោះឆ្នោតដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មីឆ្នាំ2016កន្លងមកនេះកោជបនឹងធ្វើការផ្ដល់សុពលភាពលើបញ្ជីបោះឆ្នោតនៅពេលដែលបណ្ដឹងតវ៉ាបណ្ដឹងជំទាស់ត្រូវបានដោះស្រាយចប់ជាស្ថាពរដោយក្រុមប្រឹក្សាធម្មនុញ្ញទន្ទឹមនឹងនេះកោជបត្រូវធ្វើការបោះពុម្ពបញ្ជីបោះឆ្នោតផ្លូវការសម្រាប់ប្រើប្រាស់បម្រើឲ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី4ខែមិថុនាឆ្នាំ2017ខាងមុខនេះដោយយល់តាមផែនការមេនិងប្រតិទិននៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី4កោជបបាននឹងកំពុងបំពេញការងារមួយចំនួនទៀតសម្រាប់អនុវត្តនៅក្នុងដំណាក់កាលនៃការបោះឆ្នោតដូចជាបានធ្វើការជ្រើសរើសមន្ត្រីបោះឆ្នោតដែលមានសមាជិកភាពកោធខបចំនួន175នាក់មន្ត្រីកោធខបចំនួន727នាក់និងនៅពេលដល់ខ្លីខាងមុខនេះនឹងធ្វើការជ្រើសរើសសមាជិកភាពគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោតចំនួន8230នាក់ដើម្បីអនុវត្តការងារចុះបញ្ជីបេក្ខជននៃគណៈបកនយោបាយការឃោសនាបោះឆ្នោតការបោះឆ្នោត
ការរាប់សន្លឹកឆ្នោតការប្រកាសលទ្ធផលនៃការបោះឆ្នោតនិងការដោះស្រាយពាក្យបណ្ដឹងពាក់ព័ន្ធទៅនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ការដែលគោជបបានរៀបចំកម្មវិធីបណ្ដុះបណ្ដាលនេះឡើងក្នុងគោលបំណងផ្ដល់ចំណេះដឹងនិងសមត្ថភាពដល់សមាជិកកោធខបតំណាងគណៈបកនយោបាយនិងអង្គការមិនមែនរដ្ឋាភិបាលឲ្យបានយល់ដឹងអំពីការចុះបញ្ជីនៃគណៈបកនយោបាយនិងការឃោសនាបោះឆ្នោតសម្ដៅអនុវត្តឲ្យបានត្រឹមត្រូវតាមខ្លឹមសារនៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាគុំសង្កាត់បទបញ្ជានិងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាគុំសង្កាត់អាណត្តិទី4ឆ្នាំ2017ត្រង់ចំណុចជំពូកទី6ការចុះបញ្ជីនៃគណៈបកនយោបាយសម្រាប់ការចុះឈ្មោះសម្រាប់បេក្ខជននៃគណៈបកនយោបាយសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាគុំសង្កាត់និងជំពូកទី7ការឃោសនាបោះឆ្នោតតាមរយៈវគ្គបណ្ដុះបណ្ដាលនេះគ្រូឧទ្ទេសនឹងធ្វើបទបង្ហាញអំពីទស្សនវិជ្ជាច្បាប់និងលក្ខណៈបច្ចេកទេសពាក់ព័ន្ធទៅនឹងប្រធានបទដូចខាងក្រោមអំពីការចុះឈ្មោះបញ្ចុះបញ្ជីបេក្ខជននៃគណៈបកនយោបាយមានចំណុចសំខាន់ដូចជាភាពមានសិទ្ធិចូលឈ្មោះជាបេក្ខជនភាពគ្មានសិទ្ធិចូលឈ្មោះជាបេក្ខជនការទទួលពាក្យសូមចុះបញ្ជីបេក្ខជនដោយគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោតការពិនិត្យនិងការសម្រេចរបស់គណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោតលើពាក្យសូមចុះបញ្ជីបេក្ខជននីតិវិធីដោះស្រាយបណ្ដឹងទាក់ទងទៅនឹងការចុះបញ្ជីបេក្ខជននៃគណៈបកនយោបាយអំពីការឃោសនាបោះឆ្នោតមានចំណុចសំខាន់ដូចជាការងារសន្តិសុខបោះឆ្នោតការឃោសនាបោះឆ្នោតក្រមសីលធម៌សម្រាប់កងយុទ្ធពលខេមរៈភូមិន្ទនិងកងនគរបាលជាតិក្រមសីលធម៌សម្រាប់គណៈបកនយោបាយបេក្ខជនភ្នាក់ងារគណៈបកនយោបាយក្រមសីលធម៌សម្រាប់អ្នកសង្កេតការបោះឆ្នោតក្រមសីលធម៌សម្រាប់ប្រព័ន្ធផ្សព្វផ្សាយក្រមសីលធម៌សម្រាប់មន្ត្រីបោះឆ្នោតនីតិវិធីដោះស្រាយបណ្ដឹងទាក់ទងទៅនឹងការឃោសនាបោះឆ្នោតប្រធានបទសំខាន់នៃវគ្គបណ្ដុះបណ្ដាលនេះគឺជាមូលដ្ឋានគ្រឹះសម្រាប់ក្នុងការប្រតិបត្តិការងារនៅក្នុងដំណាក់កាលនៃការបោះឆ្នោតនីមួយៗដូចនេះសូមឯកឧត្តមលោកជំទាវលោកស្រីមេត្តាយកចិត្តទុកដាក់ត្រង់ត្រាប់ស្ដាប់នៅការធ្វើបទបង្ហាញដោយគ្រូឧទ្ទេសក្នុងករណីប្រសិនបើឯកឧត្តមលោកជំទាវអស់លោកស្រីទាំងអស់មានចម្ងល់ឬមិនយល់ត្រង់ចំណុចណាមួយសូមមេត្តាកុំស្ទាក់ស្ទើរក្នុងការលើកឡើងជាសំណួរទៅកាន់គ្រូឧទ្ទេសដើម្បីឲ្យពួកគាត់ធ្វើការពន្យល់និងបកស្រាយឡើងវិញឲ្យបានច្បាស់លាស់បន្ថែមទៀតជៀសវាងនៅពេលអនុវត្តការងារជាក់ស្ដែងធ្វើមិនបានត្រឹមត្រូវតាមច្បាប់និងបទបញ្ជានីតិវិធីដែលជាហេតុអាចបង្កឲ្យមានទំនាស់ឬការរាំងស្ទះដល់ដំណើរការនៃការរៀបចំការបោះឆ្នោតនិងអាចទទួលទោសតាមច្បាប់កំណត់ទៀតផងឯកឧត្តមលោកស្រីលោកទាំងអស់ជាទីគោរពឆ្លងតាមរយៈនៃការបណ្ដុះបណ្ដាលនៅថ្ងៃនេះនិងថ្ងៃស្អែកខ្ញុំមានជំនឿនិងសង្ឃឹមយ៉ាងមុតមមថាឯកឧត្តមលោកជំទាវលោកស្រីទាំងអស់នឹងទទួលបាននៅបទពិសោធន៍ថ្មីនិងពុទ្ធិថ្មីបន្ថែមទៀតទាក់ទងទៅនឹងខ្លឹមសារនៃមេរៀនទាំងអស់នេះដើម្បីយកទៅធ្វើការបណ្ដុះបណ្ដាលបន្តដល់ភាគីពាក់ព័ន្ធទាំងអស់នៅថ្នាក់រាជធានីខេត្តហើយជាពិសេសសម្រាប់បណ្ដុះបណ្ដាលដល់គណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោតឲ្យអនុវត្តការងារតាមតួនាទីនិងភារកិច្ចក្នុងនាមជាមន្ត្រីបោះឆ្នោតដែលត្រូវមានគោលជំហរអព្យាក្រឹត
ឥតលំអៀងក្នុងការអនុវត្តការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ជាទីបញ្ចប់ក្នុងខ្ញុំសូមជូនពរដល់អាយដាមលោកជំទាវលោកស្រីទាំងអស់ឲ្យជួបប្រទះតែពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លាឡើយខ្ញុំសូមប្រកាសបើកកម្មវិធីបណ្ដុះបណ្ដាលស្ដីពីការចុះបញ្ជីបេក្ខជននៃគណៈបកនយោបាយនិងការឃោសនាបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី4ចាប់ពីពេលនេះតទៅសូមអរគុណ